ជាសួរបងប្អូននេះជាសកម្មភាពរបស់ខ្ញុំបានទៅលេងនៅមុខវាំងដែលគេបិទផ្លូវពីវត្តភ្នំរហូតដល់មុខវាំងហ្នឹងថ្ងៃសៅរ៍អាទិត្យហ្នឹងពិតជាប្លែកអារម្មណ៍ខ្លាំងមែនតើព្រោះថានៅទីហ្នឹងគឺគេលក់ទៅដោយម្ហូបចម្រុះជាតិសាសន៍ហើយបើនិយាយពីម្ហូបខ្មែរយើងក៏មិនតិចជាង50មុខទៅ100មុខដែរមានច្រើនមែនតើបងប្អូនហើយឃើញបងប្អូនប្រជាពលរដ្ឋយើងទាំងប្រជាជាតិនិងប្រជាអន្តរជាតិបានចូលរួមទៅលេងច្រើនមែនតើតែធ្វើឲ្យខ្ញុំមានចិត្តសំបណ្ដោះរីករាយកាន់តែខ្លាំងពេលបានឃើញព្រឹត្តិការណ៍បែបអញ្ចឹងណាហើយចំពោះពេលដែលយើងសម្រាប់ពីការងារថ្ងៃសៅរ៍ថ្ងៃអាទិត្យយើងបានមកលេងនៅទីតាំងហ្នឹងធ្វើឲ្យយើងបោះនៅទុកកង្វល់ទាំងឡាយចោលហើយយើងបន់ឲ្យទៅដល់ថ្ងៃសៅរ៍អាទិត្យបានទៅលេងអញ្ចឹងណាហើយយកលុយទៅចាយនៅនឹងមានរបស់ញ៉ាំជាច្រើនមុខប្លែកៗហើយតម្លៃសមរម្យហើយកន្លែងមានទីតាំងនេះដូចជាយើងបានឃើញជាក់ស្ដែងអញ្ចឹងគឺមានម្ហូបដូចជាម្ហូបឥណ្ឌាម៉ាឡេដូនមីយ៉ាន់ម៉ាឡាវថៃវៀតណាមនិយាយទៅសម្បូរហ្មងម្ហូបច្រើនមែនតើបងប្អូនហើយស្ដាប់ប្លែកៗតម្លៃក៏សមរម្យទៅតាមមុខអាហារនីមួយៗអញ្ចឹងណាហើយនេះជាស្តង់អាហាររបស់ថៃម្ហូបថៃមានដូចឃើញជាក់ស្ដែងក្នុងវីដេអូហ្នឹងអញ្ចឹងធ្វើឲ្យយើងចង់ញ៉ាំដិតដាមនៅក្នុងចិត្តពេលដែលយើងបានមកឃើញព្រឹត្តិការណ៍ដែលមិនធ្លាប់ឃើញមានពីមុនមកអញ្ចឹងណាតែញ៉ាំចំពោះខ្ញុំហើយចំពោះខ្ញុំបានឃើញព្រឹត្តិការណ៍លក់បែបអញ្ចឹងខ្ញុំរំភើបមែនតើហើយដើរទុកកង្វល់ទាំងប្រហែលហ្នឹងខ្ញុំយកមកបោះចោលនៅអាពេលវេលាហ្នឹងព្រោះធ្វើឲ្យ relax ខ្លាំងមែនតើដោយសារបរិយាកាសទេសភាពហើយម្ហូបអាហារចម្រុះហើយនិយាយរួមទៅសំបីតែបរិវេណលក់អីវាធ្លាប់តែម៉ូតូជិះខ្វាត់ខ្វែងឥឡូវដល់ពេលគេបិទផ្លូវអញ្ចឹងធ្វើឲ្យយើងស្រួលដើរយើងអត់ព្រួយបារម្ភមកថ្លង់រឿងឡានម៉ូតូអីទេយើងដើរដោយសប្បាយចិត្តសប្បាយរីករាយក្នុងចិត្តមកជាមួយនឹងបរិយាកាសលក់សក់មុខបែបយ៉ាងហើយមនុស្សទិញពេញទៀតគ្រប់កន្លែងហើយក៏បង្កើននៅជីវភាពជាជនយើងឲ្យកាន់តែល្អប្រសើរជាងមុនអញ្ចឹងល្អមែនតើហើយនេះបងប្អូននេះទឹកដៃផងខាងស្តង់ឡាវបុកតំណងខ្លាំងណែហើយគាត់មានបាយតាណើមានសាច់ជ្រូកអាំងហើយមាននំបញ្ចុកហើយមានទឹកដូចទឹកមានហើយច្រើនមុខទៅដូចនៅយើងញ៉ាំនៅទិញឡាវតែហើយចំពោះម្ហូបឥណ្ឌាដែលខ្ញុំបានទិញពួកគាត់នេះពិតជាប្លែកអារម្មណ៍រសជាតិពិសេសម្យ៉ាងដែលខ្ញុំធ្លាប់ជាលើកដំបូងបំផុតនៅក្នុងជីវិតរបស់ខ្ញុំនេះប្លែកខ្លាំងហ្មងមានរសជាតិវាដូចជាជូរប្រៃស្រួយហើយដាក់ជាមួយនឹងអាទឹកហ្នឹងទៅជូរនិយាយទៅវាប្លែកមួយយ៉ាងបើតែចំពោះខ្ញុំចូលចិត្តអត់ស្អីដាក់អាទឹកសូមនឹងទេញ៉ាំទៅទេជាមួយនឹងហ្នឹងដូចមានស៊ីសដែកហើយក្លិនការីអញ្ចឹងណាពិសេសម្យ៉ាងដែរវាជាប្លែកមាត់ដែលយើងមិនធ្លាប់សាកពីមុនអញ្ចឹងនេះដែលគាត់បានបន្តពីលើហ្នឹងមានអារម្មណ៍មួយប្លែកមែនតើហ្មងហើយអាទឹកស្រូបពីលើនេះតែបើខ្ញុំអត់ចូលចិត្តដាក់ទឹកហ្នឹងទេខ្ញុំចូលចិត្តញ៉ាំនេះហ្មងហើយវាស្រួយសបោស្រីក្លិនការីអញ្ចឹងទៅប្លែកម្យ៉ាងតម្លៃវាមាន$2 $3សម្រាប់តែយើងជ្រើសរើសចង់ញ៉ាំប្រភេទអីចឹងណាយើងមានច្រើនប្រភេទដែរឃើញបងប្អូនហើយនេះនំសុកវាតែយើងញ៉ាំជាមួយនឹងអា snow curry ហ្នឹងវាមានច្រើនប្រភេទអញ្ចឹងនៅក្នុងវីដេអូជាក់ស្ដែងអញ្ចឹងនេះមានគ្រឿងផ្សំមាននូច្រើនណាស់មានខ្ទឹមមានសក់មានអីចឹងនេះព្រឹត្តិការណ៍នេះថតវីដេអូរួចរាល់ដែរឥឡូវដល់ពេលភ្លក់រសជាតិហ្មងតើរសជាតិវាឆ្ងាញ់ប៉ុណ្ណាខ្ញុំប្រាប់ខ្ញុំមិនដែរភ្លក់សោះធ្លាប់តែឃើញវីដេអូឥណ្ឌាគេលក់នៅតាម street food ឥឡូវលើកទី1ដែលខ្ញុំសាកខ្ញុំសាកមានរសជាតិបែបនេះមានរសជាតិជូរហើយនំស្រួយហើយក្លិនការីពិសេសមួយបែបមកនិយាយទៅបើខ្ញុំដាក់បន្ទុកប្រហែលជា7-10នេះបងប្អូនបងប្អូនជាជនយើងហ្នឹងឡើងរួមនៅវងទី1បងប្អូនមាន2វងណាអានេះវងទី1នេះផ្សារវងតន្ត្រីប្រពៃណីខ្មែរយើងណាសប្បាយហើយយើងបានបង្ហាញបរទេសបានឃើញពីវប្បធម៌ប្រពៃណីរបស់យើងផងនេះមកចូលវងទី2
ច្រៀងផ្ទាល់លេងផ្ទាល់តន្ត្រីខ្មែរយើងមើលទៅយើងចាយពេលវេលានៅមុខវាំងនេះគឺអត់ស្ដាយទេបងប្អូនគឺសប្បាយមែនទែនដល់ហ្នឹងដើរមកបានទាំងសុខភាពបានទាំងការសប្បាយមួយសេតហ្មង